អាយុដំអភិសន្តិបណ្ឌិតសសុខាលើកទឹកចិត្តបណ្ឌិតសភានគរបាលកម្ពុជាបន្តសម្រួលគុណភាពសិស្សនិស្សិតទាំងចំណេះជំនាញនិងសិលធម៌ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រវិញ្ញាបនបត្រដល់សិស្សនិស្សិតនិងសិក្ខាកាមនគរបាលជាតិនិងមន្ត្រីពន្ធនាគារនៅបណ្ឌិតសភានគរបាលកម្ពុជានាព្រឹកថ្ងៃទី9 ខែមិនិនាឆ្នាំ2026អាយុដំអភិសន្តិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានមានប្រសាសន៍លើកទឹកចិត្តថ្នាក់ដឹកនាំសាស្ត្រាចារ្យនិងគ្រូនគរបាលជាតិនៃបណ្ឌិតសភានគរបាលកម្ពុជាបន្តសម្រិតសម្រាំងនិងសម្រួលគុណភាពនៃការអប់រំបណ្ដុះបណ្ដាលនិងវឹកហាត់ជំនាញផ្សេងៗដល់សិស្សនិស្សិតនគរបាលរួមទាំងឥរិយាបថនិងក្រមសីលធម៌ល្អការថ្លែងលើកទឹកចិត្តនេះបានធ្វើឡើងបន្ទាប់ពីប្រមុខក្រសួងមហាផ្ទៃបង្ហាញការកត់សម្គាល់អំពីវឌ្ឍនភាពនៃការធ្វើកំណែទម្រង់ថ្មីៗនៅបណ្ឌិតសភានគរបាលកម្ពុជាឈរលើមូលដ្ឋាននៃមរតកសមិទ្ធផលរបស់ថ្នាក់ដឹកនាំជំនាន់មុនបើតាមអាយុដំអភិសន្តិបណ្ឌិតបច្ចុប្បន្នបណ្ឌិតសភានគរបាលកម្ពុជាមានគ្រូឧទ្ទេសនិងសាស្ត្រាចារ្យមានសមត្ថភាពខ្ពស់និងបទពិសោធន៍គ្រប់គ្រាន់ក្នុងការបណ្ដុះបណ្ដាលធនធាននគរបាលឲ្យមានគុណភាពស្តង់ដារជាមួយគ្នានេះសាលាក៏បានរៀបចំចងក្រងនៅកម្មវិធីសិក្សានិងមេរៀនយ៉ាងច្បាស់លាស់ស្របតាមបច្ចេកទេសទំនើបនិងស្ថានភាពជាក់ស្ដែងនៃសង្គមដើម្បីបង្កលក្ខណៈងាយស្រួលដល់សិស្សនិស្សិតក្នុងការឆ្វេងយល់ឲ្យបានឆាប់រហ័សនិងអាចយកទៅអនុវត្តផ្ទាល់ក្នុងប្រតិបត្តិការជំនាញបានយ៉ាងមានប្រសិទ្ធភាពបន្ថែមពីនេះដើម្បីបង្កើនគុណវុឌ្ឍិនិងសមត្ថភាពឲ្យកាន់តែប្រសើរឡើងថែមទៀតអាយុដំអភិសន្តិបណ្ឌិតបានកត់សម្គាល់ថាបណ្ឌិតសភានគរបាលកម្ពុជាក៏បានបញ្ជូនមន្ត្រីគ្រូនិងសិស្សនិស្សិតមួយចំនួនទៅសិក្សាបន្ថែមនៅក្រៅប្រទេសដើម្បីដកស្រង់បទពិសោធន៍និងបច្ចេកវិទ្យាទំនើបៗពីបណ្ដាប្រទេសជឿនលឿនអាយុដំអភិសន្តិបណ្ឌិតបានបង្ហាញក្តីសង្ឃឹមយ៉ាងជឿជាក់ថាផ្អែកលើវឌ្ឍនភាពជាបន្តបន្ទាប់មកនេះក្នុងរយៈពេលប្រហែល5ឆ្នាំទៅមុខការធ្វើទំនើបកម្មលើការបណ្ដុះបណ្ដាលនិងការបន្តអភិវឌ្ឍសមត្ថភាពឥតឈប់ឈរនឹងបង្កើតជាលទ្ធិសិស្សនិស្សិតកាន់តែមានគុណភាពនិងមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ពីវេទិកាអធិបតីនោះដែរប្រមុខក្រសួងមហាផ្ទៃក៏បានស្នើឲ្យស្នងការនៃស្នងការដ្ឋានរាជធានីខេត្តបង្កើនការធ្វើបទបង្ហាញតម្រង់ទិសដល់សិស្សនិស្សិតដែលជាប់នឹងត្រៀមទៅបំពេញការងារទៅតាមអង្គភាពចំណុះរួមទាំងអធិការដ្ឋាននិងប៉ុស្តិ៍រដ្ឋបាលដើម្បីឲ្យមន្ត្រីទាំងអស់នោះយល់ច្បាស់ពីចក្ខុវិស័យនិងអ្វីដែលថ្នាក់ដឹកនាំចង់បានចេះរបៀបរបបធ្វើការងារបម្រើប្រជាពលរដ្ឋក្នុងមូលដ្ឋានប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់និងមានសីលធម៌វិជ្ជាជីវៈថ្លៃថ្នូរអាយុដំអភិសន្តិបណ្ឌិតសសុខាក៏បានផ្ដល់អនុសាសន៍ដល់បណ្ឌិតសភានគរបាលកម្ពុជាបន្តអនុវត្តបេសកកម្មដ៏មានសារៈសំខាន់របស់ខ្លួនដោយស្មារតីប្រាជ្ញាចិត្តខ្ពស់និងចក្ខុវិស័យវែងឆ្ងាយដើម្បីសម្រេចបានជោគជ័យថ្មីបន្ថែមទៀតស្របតាមផែនការយុទ្ធសាស្ត្រនិងយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលជាពិសេសត្រូវបន្តលើកកម្ពស់គុណភាពបណ្ដុះបណ្ដាលដើម្បីអភិវឌ្ឍសមត្ថភាពវិជ្ជាជីវៈក្រមសីលធម៌និងស្មារតីទទួលខុសត្រូវរបស់កងកម្លាំងនគរបាលជាតិនិងមន្ត្រីពន្ធនាគារស្របតាមពាក្យស្លោកបណ្ដុះបណ្ដាលមានគុណភាពគឺកសាងកម្លាំងមានសមត្ថភាពអាយុដំអភិសន្តិបណ្ឌិតបានជំរុញឲ្យបណ្ឌិតសភានគរបាលកម្ពុជាបន្តអនុវត្តផែនការបណ្ឌិតសភា Digital ឲ្យក្លាយជាគ្រឹះនៃការបណ្ដុះបណ្ដាលទំនើបដែលបញ្ចូលបច្ចេកវិទ្យានវានុវត្តន៍និងចំណេះដឹង Digital ដើម្បីឆ្លើយតបទៅនឹងការវិវត្តយ៉ាងលឿនរបស់សង្គមនិងបញ្ហាសន្តិសុខក្នុងយុគសម័យថ្មីជាពិសេសការប្រយុទ្ធប្រឆាំងនឹងអំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាយោងតាមរបាយការណ៍អាយុដំនាយឧត្តមសេនីយ៍សាស្ត្រាចារ្យឯកមនោសែនប្រធានបណ្ឌិតសភានគរបាលកម្ពុជាជ័យលាភីដែលទទួលបានសញ្ញាបត្រនិងវិញ្ញាបនបត្រនាឱកាសនេះរួមមាននិស្សិតនគរបាលបន្តវេននិងមន្ត្រីពន្ធនាគារថ្នាក់បរិញ្ញាបត្រចំនួន207នាក់និងសិស្សនគរបាលថ្នាក់វិញ្ញាបនបត្រជាន់ខ្ពស់ចំនួន100នាក់អាយុដំអភិសន្តិបណ្ឌិតក៏បានផ្ដល់អនុសាសន៍ផ្ដាំផ្ញើដល់សិស្សនិស្សិតជ័យលាភីទាំងអស់ត្រូវយកចំណេះដឹងនិងជំនាញឯកទេសដែលទទួលបានទៅអនុវត្តឲ្យមានប្រសិទ្ធភាពក្នុងអង្គភាពដោយតម្កល់ស្មារតីជាអ្នកបម្រើប្រជាពលរដ្ឋពិតប្រាកដទន្ទឹមនឹងនេះត្រូវប្រកាន់ខ្ជាប់នៅក្រមសីលធម៌វិជ្ជាជីវៈវិន័យកងកម្លាំងនិងច្បាប់រដ្ឋដើម្បីក្លាយជាមន្ត្រីគំរូដែលប្រជាពលរដ្ឋទុកចិត្តព្រមទាំងត្រូវបន្តស្វ័យសិក្សាស្រាវជ្រាវនិងដកស្រង់បទពិសោធន៍រៀមច្បងឥតឈប់ឈរដើម្បីអភិវឌ្ឍខ្លួនជាធនធានមនុស្សដែលមានតម្លៃសម្រាប់ក្រសួងត្រយងនាំសារពិតគ្រប់ទីកន្លែង